Kylian Mbappe មិនមែនគ្រាន់តែជាកីឡាករដែលមានល្បឿនលឿននិងរកគ្រាប់បាល់បានច្រើននោះទេប៉ុន្តែនៅពីក្រោយភាពល្បីល្បាញរបស់គាត់មានរឿងជាច្រើនដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីក្មេងប្រុសដែលកើតនៅទីជនបទមួយនៃប្រទេសបារាំងក្លាយទៅជាកីឡាករដែលឈ្នះ World Cup ត្រឹមតែអាយុ19ឆ្នាំថ្ងៃនេះយើងនឹងមកស្គាល់10រឿងដែលគួរឲ្យភ្ញាក់ផ្អើលអំពី Kylian Mbappe ទី1ឪពុករបស់ Mbappe គឺជាគ្រូបង្វឹកដំបូងរបស់គាត់មុនពេលដែល Mbappe ក្លាយជាតារាបាល់ទាត់ល្បីពេញពិភពលោកមនុស្សសំខាន់ម្នាក់ដែលនៅពីក្រោយការរីកចម្រើនរបស់គាត់គឺឪពុករបស់គាត់ Wilfried Mbappe ឪពុករបស់គាត់ធ្លាប់ធ្វើជាគ្រូបង្វឹកបាល់ទាត់ហើយបានណែនាំ Mbappe តាំងពីក្មេងចំណែកឯម្ដាយរបស់គាត់ Fassa Lamari ក៏ជាអតីតកីឡាករ handball ផងដែរមានន័យថាកីឡាគឺជាផ្នែកមួយនៃគ្រួសាររបស់ Mbappe តាំងពីដើមទី2 Mbappe ចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ6ឆ្នាំស្រមៃមើលនៅពេលដែលក្មេងៗជាច្រើនកំពុងលេងកម្សាន្តនៅក្នុងវ័យកុមារភាព Mbappe បានចាប់ផ្ដើមបណ្ដុះបណ្ដាលជំនាញបាល់ទាត់របស់គាត់តាំងពីអាយុ6ឆ្នាំគាត់បានចូលរួមជាមួយក្លឹបនៅក្នុងតំបន់ Bondi ហើយបន្ទាប់មកក៏បានចូលទៅក្នុងសាលាបាល់ទាត់ដ៏ល្បីគឺ Clairefontaine នៅទីនោះគេបានចាប់ផ្ដើមមើលឃើញថាក្មេងប្រុសម្នាក់នេះមានអ្វីពិសេសជាងក្មេងដទៃទី3និមិត្តរូបរបស់ Mbappe គឺ Cristiano Ronaldo មានរូបភាពមួយចំនួនពីកុមារភាពរបស់ Mbappe ដែលបង្ហាញថាគាត់ធ្លាប់ជាអ្នកគាំទ្រដ៏ងប់ងល់របស់ Cristiano Ronaldo Ronaldo គឺជានិមិត្តរូបដែល Mbappe ស្រឡាញ់និងយកធ្វើជាគំរូហើយរឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺក្មេងប្រុសម្នាក់ដែលធ្លាប់សុបិនចង់ជួប Ronaldo នៅពេលក្រោយបានក្លាយជាតារាបាល់ទាត់ម្នាក់ដែលមនុស្សជាច្រើនប្រៀបធៀបជាមួយនឹង Ronaldo ទី4 Monaco គឺជាកន្លែងដែលពិភពលោកចាប់ផ្ដើមស្គាល់ Mbappe នៅរដូវកាល 2016-17 Mbappe បានបង្ហាញសមត្ថភាពដ៏លេចធ្លោជាមួយនឹង Monaco គាត់បានស៊ុតបាល់បញ្ចូលទី15គ្រាប់ក្នុង29ប្រកួតនៅលីកអង់និងជួយឲ្យ Monaco ឈ្នះជើងឯកលីកអង់ផងដែរការបង្ហាញខ្លួនដ៏អស្ចារ្យនេះបានធ្វើឲ្យពិភពបាល់ទាត់ចាប់ផ្ដើមនិយាយអំពីក្មេងប្រុសដែលមានល្បឿនលឿនមកពីបារាំងរូបនេះហើយចាប់តាំងពីពេលនោះទៅអាជីពរបស់ Mbappe ចាប់ផ្ដើមឡើងដល់កម្រិតថ្មីហើយខ្ពស់ជាងមុនទី5 Mbappe បានឈ្នះ World Cup នៅអាយុត្រឹមតែ19ឆ្នាំនេះប្រហែលជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតមួយនៅឆ្នាំ2018 Mbappe បានជួយបារាំងឲ្យយកឈ្នះ World Cup នៅឯប្រទេសរុស្ស៊ីនៅពេលនោះគាត់មានអាយុត្រឹមតែ19ឆ្នាំ Mbappe ក៏បានស៊ុតបញ្ចូលទីនៅក្នុងវគ្គផ្ដាច់ព្រ័ត្រផងដែរហើយបញ្ចប់ការប្រកួតពានរង្វាន់ World Cup នេះដោយគាត់រកគ្រាប់បាល់សរុបបានចំនួន4គ្រាប់គាត់ថែមទាំងឈ្នះពានរង្វាន់ Best Young Player ផងដែរទី6 Mbappe មានទំនាក់ទំនងមិត្តភាពជាមួយ LeBron James បាល់ទាត់និងបាល់បោះហាក់ដូចជាពិភពពីរផ្សេងគ្នាប៉ុន្តែ Mbappe និងកំពូលតារា NBA LeBron James មានទំនាក់ទំនងល្អជាមួយនឹងគ្នាពួកគេធ្លាប់ជួបគ្នានិងបង្ហាញការគាំទ្រគ្នាទៅវិញទៅមកនេះបង្ហាញថា Mbappe មិនមែនមានឥទ្ធិពលត្រឹមតែពិភពបាល់ទាត់ប៉ុណ្ណោះទេទី7កិច្ចសន្យា Nike ដ៏ធំក្រៅពីប្រាក់ខែពីការលេងបាល់ Mbappe ក៏រកចំណូលបានច្រើនពីការផ្សព្វផ្សាយនិង brand deal ផងដែរតាមរបាយការណ៍ Daigol បានចុះផ្សាយកិច្ចសន្យារយៈពេលវែងជាមួយ Nike របស់ Mbappe ត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែល140លានផោនផងដែរបូកនឹងប្រាក់បូណឺសមួយចំនួនបន្ថែមទៀតទី8ពីអ្នកចូលចិត្តលេងហ្គេម FIFA ក្លាយជាតារាប្រចាំហ្គេម FIFA មុនពេលដែលគាត់ក្លាយជាតារាប្រចាំ cover របស់ FIFA Mbappe ក៏ជាអ្នកលេងហ្គេម FIFA ដូចក្មេងៗជាច្រើនផងដែរគាត់ធ្លាប់ចំណាយពេលជាច្រើនដើម្បីលេងហ្គេម FIFA នៅកាលពីក្មេងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថ្ងៃនេះក្មេងៗជាច្រើនកំពុងលេង FIFA ហើយជ្រើសរើស Mbappe ជាកីឡាកររបស់ពួកគេទី9 Mbappe មានរថយន្តប្រណិតជាច្រើនជាមួយប្រាក់ចំណូលដ៏មហាសាល lifestyle របស់ Mbappe ក៏មិនធម្មតាផងដែរតាមការរាយការណ៍របស់ Goalគាត់មានរថយន្តប្រណិតជាច្រើនរួមមាន Ferrari 488 Pista និង Mercedes V-Class ប៉ុន្តែគួរឲ្យចាប់អារម្មណ៍នោះថាទោះមានលុយច្រើនក៏ដោយ Mbappe ត្រូវបានគេស្គាល់ថាមិនសូវបង្ហាញជីវិតប្រណិតរបស់គាត់ខ្លាំងដូចតារាខ្លះទៀតនោះឡើយទី10 Hat-trick នៅក្នុង World Cup Final ទល់នឹងអាសង់ទីនហើយចុងក្រោយនេះគឺជារឿងដែលធ្វើឲ្យ Mbappe ចូលទៅក្នុងប្រវត្តិសាស្ត្រ World Cup ឆ្នាំ2022ក្នុងវគ្គផ្ដាច់ព្រ័ត្ររវាងបារាំងនិងអាសង់ទីន Mbappe បានស៊ុត hat-trick 3គ្រាប់នៅក្នុង World Cup Final ការប្រកួតនោះក្លាយជាការប្រកួតដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ World Cup ទោះបីជាបារាំងមិនបានឈ្នះពានរង្វាន់ក៏ដោយ Mbappe បានបង្ហាញថាគាត់គឺជាកីឡាករដែលអាចបញ្ចេញសមត្ថភាពនៅពេលដែលមានសម្ពាធខ្លាំងបំផុតពីក្មេងប្រុសម្នាក់នៅទីជនបទ Bondi ដែលចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ6ឆ្នាំ
ខ្លាចទៅជាកីឡាករដែលឈ្នះពានរង្វាន់ World Cup នៅអាយុ19ឆ្នាំមាន Cristiano Ronaldo ជា idol ខ្លាចជា Nike Superstar និងសុទ្ធ hat-trick នៅក្នុង World Cup Final Kylian Mbappe មិនមែនគ្រាន់តែជាកីឡាករដែលមានល្បឿនលឿនប៉ុណ្ណោះទេគាត់គឺជាមនុស្សម្នាក់ដែលកំពុងសរសេរប្រវត្តិសាស្ត្រខ្លួននៅក្នុងពិភពបាល់ទាត់ហើយសំណួរគឺតើ Mbappe នឹងអាចក្លាយជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់បានដែរឬទេបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេច like Subscribe និង comment ថា Mbappe អាចឈ្នះពាន Ballon d'Or ប៉ុន្មានដង